នៅក្នុងថ្ងៃនេះមន្ត្រីកុងស៊ុលរបស់ចិនបានឲ្យដឹងថាតំណាងពាណិជ្ជកម្មរបស់ចិននឹងចាប់ផ្ដើមធ្វើការចរចាគ្នាជាមួយនឹងតំណាងពាណិជ្ជកម្មអាមេរិកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃប្រហ័សនេះទី17ណាកាលពីថ្ងៃប្រហ័សនេះថាទីក្រុង Washington និងទីក្រុងប៉េកាំងនិយាយគ្នាធ្វើការចរចាគ្នាដែលការចរចានេះអាចនឹងចាញ់លទ្ធផលនៅក្នុងពេលឆាប់ៗក៏ប៉ុន្តែ Donald Trump បានបដិសេធមិនផ្ដល់ព័ត៌មានលម្អិតនៅឡើយទេគាត់គ្រាន់តែនិយាយថាមានការចរចាគ្នាតែគាត់មិនបានឲ្យដឹងច្បាស់ថាមានកិច្ចសន្ទនាធ្វើឡើងរវាងស៊ីជីនពីងនិងគាត់នោះទេយើងមានជំនឿជឿថាយើងនឹងអាចរកមធ្យោបាយដោះស្រាយជាមួយចិនបាននេះគឺជាសម្ដីរបស់ Donald Trump ដែលនិយាយនៅក្នុងការិយាល័យពងកពើនៃសតវិមានរបស់គាត់កាលពីរសៀលថ្ងៃពហុនេះមន្ត្រីជាន់ខ្ពស់នៅប៉េកាំងត្រឹមនិយាយថាមន្ត្រីជាន់ខ្ពស់នៅប៉េកាំងបានទំនាក់ទំនងមកទីក្រុង Washington ហើយក៏មានការនិយាយសារសងគ្នាក៏ប៉ុន្តែ Donald Trump មិនបានបង្ហាញនៅសេចក្តីលម្អិតនិងអ្វីជាភស្តុតាងទេនៅពេលដែលអ្នកសារព័ត៌មានសួរត្រង់ថាតើពេលវេលាដោះស្រាយគ្នានឹងចាញ់នៅពេលណាត្រឹមគ្រាន់តែនិយាយថាប្រហែលជា3ទៅ4អាទិត្យខាងមុខនេះគឺជាសម្ដីដែលត្រឹមនិយាយត្រឹមក៏បដិសេធមិនព្រមឆ្លើយជាលម្អិតទេនៅពេលដែលសារព័ត៌មានសួរថាតើការដាក់ពន្ធ 145% លើទំនិញចិននោះវាទៅជាយ៉ាងណាទៅហើយត្រឹមគ្រាន់តែបានប្រាប់ឲ្យដឹងថាខ្ញុំមិនចង់តម្លើងពន្ធលើសពីនឹងទេខ្ញុំមិនចង់តម្លើងពន្ធអ្វីថែមទៀតទេខ្ញុំប្រហែលជាបន្ទាបពន្ធវិញក៏ប៉ុន្តែខ្ញុំចង់ឲ្យការចរចាគ្នាមានរូបរាងច្បាស់លាស់សិនហើយជាពេលនេះខ្ញុំមិនទាន់អាចនិយាយអ្វីបានទេទោះបីជាយ៉ាងដូចនេះក៏ដោយប៉ុន្មានម៉ោងក្រោយត្រឹមបញ្ចេញវាចារឿងនេះការិយាល័យពាណិជ្ជកម្មនៃសហរដ្ឋអាមេរិកបានបញ្ចេញឲ្យដឹងថាគេមានផែនការ2ដំណាក់កាលដើម្បីនឹងដោះស្រាយរឿងពន្ធនាំចូលអាមេរិកគេមិនបានផ្ដល់ឲ្យអានេះខ្ញុំអានអង់គ្លេសខ្ញុំប្រែយឺតណាគេមិនបានផ្ដល់ឲ្យនៅសេចក្តីលម្អិតច្បាស់លាស់នៅឡើយទេគេគ្រាន់តែដឹងថាបញ្ហាប្រឈមគ្នារវាងអាមេរិកនិងចិនត្រូវឆ្ពោះទៅកាន់ការចរចានិងរកដំណោះស្រាយហ្នឹងតែប៉ុណ្ណឹងនេះគឺជាព័ត៌មានផ្សាយពីស្រុកចិនមកវិញណាបាទ